ថ្ងៃនេះមានរឿងហួសចិត្តមួយបងប្អូនប៉ះរបស់ពិតមួយទៀតហើយម៉ូតូនេះគាត់យកម៉ូតូមកដាក់ពូល LED ជ្វាក់លុយរាប់ខែមិនទាន់នឹងសងផងថ្ងៃនេះគាត់មកដូរយកអំពូលធម្មតាវិញគាត់ថាអំពូល LED នេះលែងភ្លឺហើយខានភ្លឺជាង10ថ្ងៃហើយគាត់ថាដាក់អំពូលធម្មតាឲ្យគាត់វិញមកការពិតទៅអំពូលនឹងមិនទាន់ខូចណាបងប្អូនអំពូលនឹងមានបញ្ហាខ្សែកង់តាក់បិទបើកនេះសោះព្រោះអីអំពូលនឹងវាមានបញ្ហាកដោវាចូលកាត់ខ្សែហ្នឹងហើយបងប្អូនដាច់ខ្សែទើបបណ្ដាលឲ្យអំពូលនឹងវាលែងភ្លឺវាមានអីទៀតបើវាដាច់ខ្សែអស់ទៅហើយតែខ្ញុំក៏គ្មានពាក្យអីនិយាយដែរខ្ញុំក៏ដូរអំពូលធម្មតាឲ្យគាត់វិញព្រោះអីគាត់អានតែគ្នាឯងពាក់លុយមិនចង់សង